ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូទី2ដែលខ្ញុំបានបង្ហាញនៅរុក្ខជាតិថ្មីមួយទៀតហើយជូនពុកម៉ែបងប្អូនសិក្សារៀនសូត្រជាមួយនឹងឱសថបុរាណជាមួយខ្ញុំពុកម៉ែបងប្អូនណាហ្នឹងហើយថាតើរុក្ខឱសថមួយនេះមានគុណសម្បត្តិយ៉ាងណាហើយប្រើប្រាស់យ៉ាងម៉េចខ្ញុំនឹងជម្រាបប្រាប់ពុកម៉ែបងប្អូននាពេលបន្តិចទៀតនេះពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងការដល់ជម្រាបនៅរុក្ខឱសថខ្ញុំបាទលើកជាបាទកតិខ្លះជូនពុកម៉ែបងប្អូនជាអ្នកសិក្សារៀនសូត្រជាមួយនឹងខ្ញុំឲ្យបានយល់ដឹងពីអត្ថប្រយោជន៍នៃសុខភាពរបស់ខ្លួនឯងពុកម៉ែបងប្អូនណាកាលណាបើសិនតែពុកម៉ែបងប្អូនចូលចិត្តផឹកស៊ីចូលចិត្តស្រីចូលចិត្តស្រាចូលចិត្តនៅលបែងគឺតែងតែនាំមកនៅក្តីវិនិច្ឆ័យអន្តរាយផ្សេងដល់គ្រួសារពុកម៉ែបងប្អូនណាហ្នឹងហើយបើសិនតែពុកម៉ែបងប្អូនជៀសបានទី1ជៀសនៅការផឹកគ្រឿងស្រវឹងទី2ជៀសបាននៅការលេងលបែងទី3ជៀសនៅស្រីស្រាជៀសនៅស្រីពុកម៉ែបងប្អូនណាហ្នឹងហើយដែលជាហេតុនាំឲ្យអន្តរាយដល់ក្រុមគ្រួសារបែកបាក់គ្រួសារប្រពន្ធកូនប្តីមានស្រីថ្មីប្រពន្ធមានប្តីថ្មីអីចឹងទៅហើយគ្រួសារมันមានសេចក្តីសុខបើសិននៅចង់សុខក៏ដំរមនាជាមួយគ្នាពុកម៉ែបងប្អូនជៀសពីគ្រឿងអបាយមុខ3-4ប្រការនេះឲ្យបានពុកម៉ែបងប្អូនណាហ្នឹងហើយជាពិសេសស្រាស្រីពុកម៉ែបងប្អូនត្រូវតែជៀសវាងកាលណាពុកម៉ែបងប្អូនញ៉ាំហើយអួតកេងកាងហើយនាំឲ្យមានបញ្ហាកាលណាញ៉ាំហើយវាថែមទៀងឲ្យពុកម៉ែបងប្អូនខូចនៅសុខភាពទី1នោះជំងឺលើឈាមទឹកនោមផ្អែមជំងឺទឹកនោមប្រៃលើខ្លាញ់លើស្ករលើអាស៊ីតឬក៏ពុកម៉ែបងប្អូនអាចខូចតម្រងនោមជាហេតុនាំឲ្យអន្តរាយដល់គ្រួសារទាំងមូលពុកម៉ែបងប្អូនណាហ្នឹងហើយអន្តរាយយ៉ាងម៉េចអន្តរាយប្រាក់ចំណូលគ្រួសារត្រូវធ្លាក់ចុះហើយទី2ហ្នឹងត្រូវសងបំណុលគេហើយទី3ហ្នឹងតាក់ទងជាមួយនឹងកូនរៀនគឺពុកម៉ែបងប្អូនត្រូវផ្គត់ផ្គង់ឲ្យគាត់អញ្ចឹងពុកម៉ែបងប្អូនកាលណាតែមានជំងឺហើយពុកម៉ែបងប្អូនគឺខាត់បងអ្វីទាំងអស់ពុកម៉ែបងប្អូនប្រាក់ចំណូលក៏ធ្លាក់សុខភាពក៏អន់ថយសុខភាពហ្នឹងអន់ថយហើយវាអន្តរាយអាចដករហូតដល់ស្លាប់ទៀតផងបើសិនតែពុកម៉ែបងប្អូនជៀសបានគួរតែជៀសពុកម៉ែបងប្អូនណាហ្នឹងហើយយើងគិតថាប្រពន្ធកូនអញមិនគួរលំបាកនៅមិនគួរលំបាកមកជាមួយអញទេអញធ្វើតែម្នាក់ឯងហេតុអីអញត្រូវនាំគេមកលំបាកពុកម៉ែបងប្អូនណាមិត្តភ័ក្តិក្នុងវងផឹកស៊ីគឺជារឿងមិត្តភ័ក្តិប៉ុន្តែដល់ពេលដែលយើងឈឺគឺមិត្តភ័ក្តិមិនអាចជួយបានទេគឺមានតែយើងជួយខ្លួនយើងអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាខាតប្រាក់កាសខាតទ្រព្យសម្បត្តិពុកម៉ែបងប្អូនគួរតែជៀសវាងឲ្យឆ្ងាយពុកម៉ែបងប្អូនណាហ្នឹងហើយអត្ថប្រយោជន៍ហ្នឹងទី1ព្យាបាលនៅជំងឺរាគមូលឬក៏ជំងឺរលាកពោះវៀនទី2ព្យាបាលនៅជំងឺឬដូងបាតពុកម៉ែបងប្អូនណាហ្នឹងហើយទី3បំបត្តិហើមអញ្ចាញធ្មេញទី4ព្យាបាលមូសនិងរមាស់សើស្បែកទី5ហ្នឹងគឺព្យាបាលសត្វដែលមានពឹសតិចឬខំទី6ហ្នឹងវាសម្បូរទៅដោយជាតិដែកដែលសម្រួលដល់ការស្លេកស្លាំងរបស់បងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនណាហ្នឹងហើយតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃផ្ទីអាចមុននេះគឺមានច្រើនដែលខ្ញុំបានរៀបរាប់